ធ្លាប់សំឡឹងទៅលើមេឃពេលយប់ហើយឆ្ងល់ទៅថាហេតុអ្វីបានជាផ្កាយភ្លឺផ្លែតប៉ុន្តែចម្លែកណាស់ហេតុអ្វីបានជាភពដូចជាភពសុក្រឬភពរហ័សមើលទៅមិនសូវភ្លឹបភ្លែតដូចផ្កាយតើផ្កាយពិតជាកំពុងបើកបិទពន្លឺមែនទេឬក៏មានមូលហេតុផ្សេងទៀតនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់ថាហេតុអ្វីបានជាផ្កាយភ្លឹបភ្លែតតើអ្វីជាមូលហេតុពិតនៅពីក្រោយបាតុភូតនេះហើយហេតុអ្វីបានជាភពភាគច្រើនមិនសូវភ្លឹបភ្លែតដូចផ្កាយតោះមកស្វែងយល់ចម្លើយទាំងអស់គ្នាមុននឹងដឹងថាហេតុអ្វីបានជាផ្កាយភ្លឹបភ្លែតមានរឿងសំខាន់មួយដែលមនុស្សជាច្រើនមើលរំលងនោះគឺតើផ្កាយពិតគឺជាអ្វីផ្កាយគឺជាបាល់ឧស្ម័នដ៏ធំដែលបញ្ចេញពន្លឺនិងកម្ដៅដោយខ្លួនឯងព្រះអាទិត្យក៏ដូចជាផ្កាយដែរប៉ុន្តែវានៅជិតផែនដីជាងផ្កាយផ្សេងៗផ្កាយទាំងនោះនៅឆ្ងាយខ្លាំងណាស់ពន្លឺរបស់វាត្រូវធ្វើដំណើរអស់ជាច្រើនឆ្នាំទើបមកដល់ផែនដីដោយសារវាឆ្ងាយខ្លាំងពន្លឺរបស់វាពេលមកដល់ភ្នែកយើងមើលទៅដូចជាចំណុចតូចមួយប៉ុណ្ណោះប៉ុន្តែការពិតផ្កាយមិនបានភ្លឹបភ្លែតដោយខ្លួនឯងទេមូលហេតុពិតគឺมันបានមកពីបរិយាកាសរបស់ផែនដីត្រូវបានគ្របដណ្ដប់ដោយស្រទាប់បរិយាកាសដែលមានខ្យល់សំណើមនិងសីតុណ្ហភាពខុសៗគ្នាខ្យល់នៅក្នុងបរិយាកាសមិនដែលនៅស្ងៀមឡើយវាតែងតែបក់និងផ្លាស់ប្ដូរទិសដៅគ្រប់ពេលវេលានៅពេលពន្លឺផ្កាយឆ្លងកាត់ស្រទាប់ខ្យល់ទាំងនេះទិសដៅរបស់ពន្លឺនឹងត្រូវបត់បែនបន្តិចម្ដងជាលទ្ធផលពន្លឺដែលមកដល់ភ្នែករបស់យើងមិនស្ថិតស្ថេរទេពេលខ្លះភ្លឺជាងពេលខ្លះស្រអាប់ជាងហើយពេលមើលទៅដូចជាកំពុងភ្លឹបភ្លែតសូមស្រមៃថាអ្នកកំពុងមើលអំពូលភ្លើងពីចម្ងាយតាមរយៈខ្យល់ដែលកំពុងញ័ររូបភាពអំពូលនឹងមើលទៅដូចជាញ័រឬភ្លឹបភ្លែតផ្កាយក៏ដូចគ្នាដែរវាមិនមែនជាផ្កាយកំពុងបើកបិទពន្លឺទេប៉ុន្តែដោយសារខ្យល់នៅក្នុងបរិយាកាសធ្វើឲ្យពន្លឺរបស់វាប្រែប្រួលបើដូច្នេះហេតុអ្វីបានជាភពមិនសូវភ្លឹបភ្លែតចម្លើយគឺភពនៅជិតផែនដីជាងផ្កាយនៅពេលយើងមើលភពវាមិនមែនជាចំណុចតូចសំខាន់ដូចជាផ្កាយទេទោះបីខ្យល់ធ្វើឲ្យពន្លឺរបស់ភពប្រែប្រួលបន្តិចក៏ដោយពន្លឺពីផ្នែកផ្សេងៗនៃភពនៅតែធ្វើឲ្យរូបភាពរបស់វាមើលទៅមានស្ថិរភាពហេតុនេះហើយបានជាភពមើលទៅភ្លឺថេរជាងផ្កាយតើផ្កាយភ្លឹបភ្លែតគ្រប់ពេលដែរឬទេមិនមែនទេបើបរិយាកាសស្ងប់និងខ្យល់មានស្ថិរភាពផ្កាយនឹងមើលទៅមិនសូវភ្លឹបភ្លែតប៉ុន្តែបើខ្យល់បក់ខ្លាំងឬបរិយាកាសប្រែប្រួលច្រើនផ្កាយនឹងភ្លឹបភ្លែតកាន់តែខ្លាំងហេតុនេះហើយបានជាអ្នកវិទ្យាសាស្ត្រតែងតែដាក់កែវយឺតសង្កេតផ្កាយនៅលើកំពូលភ្នំព្រោះនៅទីនោះមានសន្តិភាពខ្យល់តិចជាងនៅជិតដីហើយខ្យល់ក៏ស្ងប់ជាងដូច្នេះពន្លឺពីផ្កាយត្រូវបានរំខានតិចហើយគេអាចមើលឃើញផ្កាយបានកាន់តែច្បាស់ចុះបើនៅអវកាសវិញតើផ្កាយនៅភ្លឹបភ្លែតដែរឬទេចម្លើយគឺមិនភ្លឹបភ្លែតទេនៅអវកាសគ្មានខ្យល់ដូចនៅលើផែនដីឡើយដូច្នេះពន្លឺពីផ្កាយអាចធ្វើដំណើរមកដល់ដោយមិនមានអ្វីរំខានហេតុនេះហើយបានជាផ្កាយមើលទៅភ្លឺនិងច្បាស់មិនភ្លឹបភ្លែតដូចពេលយើងមើលពីផែនដីនេះហើយជាមូលហេតុដែលកែវយឹតនៅអវកាសអាចថតរូបផ្កាយនិងកាឡាក់ស៊ីបានច្បាស់ជាងកែវយឹតដែលស្ថិតនៅលើផែនដីសរុបមកផ្កាយមិនបានបើកបិទពន្លឺរបស់វាទេការភ្លឹបភ្លែតដែលយើងបានមើលឃើញគឺបណ្ដាលមកពីបរិយាកាសរបស់ផែនដីដែលធ្វើឲ្យពន្លឺពីផ្កាយបត់បែនមុនពេលមកដល់ភ្នែករបស់យើងរីឯភពមិនសូវភ្លឹបភ្លែតទេព្រោះវាមើលទៅមានទំហំធំជាងនៅលើមេឃហើយពន្លឺរបស់វាមានស្ថិរភាពជាងក្រោយពេលអ្នកមើលមេឃពេលយប់ហើយឃើញមានផ្កាយភ្លឹបភ្លែតអ្នកនឹងដឹងថាវាមិនមែនជាផ្កាយកំពុងបើកបិទពន្លឺនោះទេប៉ុន្តែជាឥទ្ធិពលនៃបរិយាកាសរបស់ផែនដី
ដូច្នេះលើក្រោយពេលអ្នកសម្លឹងទៅលើមេឃពេលយប់ហើយឃើញផ្កាយកំពុងភ្លឹបភ្លែតសូមចាំថាផ្កាយមិនបានផ្លាស់ប្ដូរអ្វីទាល់តែសោះវានៅតែភ្លឺជារៀងរហូត